នេះគឺស្ថិតនៅក្នុងបរិវេណផ្សារអូរស័យក្នុងរាជធានីភ្នំពេញដែលមានការលក់ដូរគ្រឿងតុបតែងសម្រាប់ត្រៀមថ្ងៃពិធីបុណ្យចូលឆ្នាំចិនវៀតណាមពិធីបុណ្យចូលឆ្នាំចិនវៀតណាមដែលនឹងមកដល់នៅថ្ងៃច័ន្ទទី16ខែកុម្ភៈឆ្នាំ2026ខាងមុខនេះយ៉ាងណាមិញអាជីវករមួយចំនួននៅក្នុងផ្សារអូរស័យបាននឹងកំពុងមមាញឹកនឹងការលក់ដូររបស់ខ្លួនដែលសារតែការខិតជិតមកដល់ថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមប៉ុន្តែស្ថានភាពនៃការបញ្ជាទិញគ្រឿងតុបតែងក្រដាសសែននិងសម្ភារៈនៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ2026នេះហាក់ពុំសូវអ៊ូអរប៉ុន្មានឡើយតួយ៉ាងអ្នកស្រីសុកអេងស្រីពៅអាជីវករមួយរូបដែលប្រកបរបរនេះជាង20ឆ្នាំមកហើយនោះបានលើកឡើងពីហេតុផលបញ្ហាសេដ្ឋកិច្ចថយកូនថយឥឡូវយើងនៅតែ50-60%អត់ដូចមុនទេកាលមុនយើងកូវីដហើយយើងនៅបាន70-80ដល់មកឥឡូវទៀតវានៅតែប៉ុណ្្នឹងកូនណាចាម្យ៉ាងដោយសារតែនៅសល់សឹមតែចិត្តមួយអាទិត្យនោះទៅដល់ថ្ងៃសែនអ៊ីគិតថាប្រហែលជាដល់តាគៀកថ្ងៃមិនមានភ្ញៀវមកទិញឬក៏មិនដែរអូដូចជាឥឡូវហ្នឹងវារៀងដឹងមិនទេយើងអត់អាចសន្និដ្ឋានបានទេមុនហ្នឹងយើងអាចថាដាច់បានតែឥឡូវហ្នឹងវាដូចត្រង់ស្ងាត់វិញព្រោះធម្មតាគេជំនុំមុនគេនិយមថាមុនដូរជើងធូបអញ្ចឹងណាដូចសពមួយដងឲ្យតែគៀកដល់ថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមគេតែងឃើញមានប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិនវៀតណាមនាំគ្នាអ៊ូអរនៅតាមទីផ្សារនានាភាពអ៊ូអរនោះគឺដើម្បីទិញនៅសម្ភារៈរបស់ប្រើប្រាស់ម្ហូបអាហារនិងគ្រឿងតុបតែងផ្សេងសម្រាប់ត្រៀមអបអរថ្ងៃចូលឆ្នាំមិនខុសពីគ្នាប៉ុន្មានលោកលុយលីមេងដែលជាអាជីវករនៅផ្សារអូរិស័យជា20ឆ្នាំដែរនោះក៏បញ្ជាក់ពីការថយចុះនៃការលក់ដូររបស់ខ្លួនដោយសារតែបញ្ហាជំនួបព្រំដែនកម្ពុជាថៃលក់ដូរឆ្នាំហ្នឹងវាមិនដូចរាល់ឆ្នាំទេវាសេដ្ឋកិច្ចផងស្រុកទេសយើងពុំមានបញ្ហាសង្គ្រាមឈ្លានពានអីចឹងផងណាហើយដល់ចឹងការលក់ដូរថយច្រើនណាមានអារម្មណ៍សូវសុបាយចិត្តណាលក់ដូរវាមិនសូវដាច់អីចឹងណាហ្នឹងហើយចឹងវាប៉ះពាល់យកបានមកលក់មិនសូវដាច់វាចេះកប់លុយនៅលើបានអីចឹងហ្នឹងហើយវាពិបាកដែរស្ថិតនៅក្នុងបរិបទដែលប្រទេសជាតិកំពុងមានបញ្ហាជំនួបព្រំដែនអាជីវករលក់ដូរនៅផ្សារអូរិស័យដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសសុទ្ធតែបានលើកឡើងនៅហេតុផលនឹងការត្អូញត្អែស្រដៀងគ្នាថាលក់ពុំដាច់ដូចឆ្នាំមុនក្រុមអាជីវករយល់ថាដោយសារតែស្ថានភាពស្រុកទេសពុំសូវល្អនិងសេដ្ឋកិច្ចពុំសូវអំណោយផលផងនោះបានធ្វើឲ្យពលរដ្ឋភាគច្រើនមិនហ៊ានចំណាយថវិកាលើការកំណត់ឡើយហ្នឹងហើយមានភ្ញៀវទិញមកឈុលមកឆាយតិចតួចហ្នឹងបងថាការចាយវាយរបស់គេមិនដូចរាល់ឆ្នាំទេគេដូចពីមុនធ្លាប់ចាយច្រើនអញ្ចឹងវាគេកាត់ថយចាយជាងពាក់កណ្ដាលអីគេមិនសូវចាយលុយគេចេះខ្លាចមានបញ្ហារឿងអីមួយទៅគេទុកលុយហើយព្រោះគ្រឿងអស់នេះវាមិនសូវចាំបាច់អីសំខាន់ណាស់ទេមិនដូចរបស់ស៊ីទេធម្មតាកូនតែគ្រាន់ថាយើងដូចខ្ញុំជំរាបអញ្ចឹងដូចយើងវាមិនអាចសន្និដ្ឋានថាម៉េចទៀតមិនដឹងជាពេលនឹងទៅថ្ងៃដល់ថ្ងៃសែនវាស្ងាត់ឬក៏វាដាច់ថែមក្រឡែកទៅខាងអាជីវករលក់ជ្រូកខ្វៃឯនោះវិញក៏បានបញ្ជាក់ផងដែរថាចំនួននៃការកម្មង់ជ្រូកសម្រាប់ថ្ងៃសែនបានថយចុះដូចគ្នាអ្នកស្រីចောက်សៀវលីនិងអ្នកស្រីឆាំឆនបញ្ជាក់ថាតម្លៃជ្រូកឆ្នាំនេះមិនសូវឡើងថ្លៃប៉ុន្មានឡើយពេលខ្លះយើងរៀងពិបាកដែរអូនដោយសារសេដ្ឋកិច្ចរៀងធ្លាក់អញ្ចឹងទៅពេលខ្លះគាត់អាចសែនជាសាច់តិចតួចគាត់មិនទិញទាំងមូលដូចមុនអញ្ចឹងណាអូនគាត់ប្រើមន់ជាអីចំនួនអញ្ចឹងណាចាភាគច្រើនគាត់អត់អាចចោលបានអញ្ចឹងភាគច្រើនគាត់នៅតែទិញសែនតែគាត់ប្រើជាលក្ខណៈតិចតួចមានមន់មានទាមានសាច់ជាគីឡូអញ្ចឹងណាអូនវាស្តៀងគ្នាដែរអូនដោយសារភ្ញៀវយើងគាត់នៅតែកំងធម្មតាអញ្ចឹងណាអូននិយាយទៅវាមានឡើងថ្លៃឡើងអីធម្មតាលក់ចេញក៏ចឹងទិញចូលក៏ចឹងអត់សូវអត់ឡើងដូចរាល់ឆ្នាំទេຕົកណាអើយវាឥឡូវទៅរឿងស្ងាត់បន្តិចដល់គាត់ថាអ្នកមកកំងខ្ញុំភ័យថាហើយជាស្ងាត់ជាងរាល់ឆ្នាំដល់ពេលហើយលេងមកមួយមកវិញចឹងណាគូបញ្ជាក់ថាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី16ដល់ថ្ងៃទី19កុម្ភៈឆ្នាំ2026ខណៈដែលថ្ងៃចូលឆ្នាំចិនខិតជិតមកដល់ក្រុមអាជីវកររំពឹងថានឹងមានអតិថិជនមកទិញគ្រឿងតុបតែងនិងរបស់សម្រាប់សែនកាន់តែច្រើនធម្មតាកូនតែគ្រាន់ថាយើងដូចខ្ញុំជំរាបអញ្ចឹងដូចយើងវាមិនអាចសន្និដ្ឋានថាម៉េចទៀតមិនដឹងជាពេលនឹងទៅថ្ងៃដល់ថ្ងៃសែនវាស្ងាត់ឬក៏វាដាច់ថែមប៉ះពាល់ដែរហ្នឹងថ្ងៃធម្មតាអូនភ័យដែរដល់ពេល
đập về kiện ngày tới ở đây vinh chân nó ở xây miền về đập về chân như cái mỏng mồi dương chúng nó miền chúng nó miền chân nó đập về chân rồi khúc chuột để việc bắt chân tới với một vài người xin tức còn lời nó đập về ngày mình tới cái mỏ cái mỏng và đã nhưng ở xây vinh chân nó hay tới đờ đôi hòa từ năm đai ta lại tinh cho lũ chân